រាត្រីកាបានកន្លងផុតបាត់រសាត់អស់ទៅភាពងងឹតដែលគ្របដណ្ដប់លើភពផែនដីវាំងនននៃស្បៃអន្តរកាលដែលបាំងភពផែនដីក៏រលាស់ឡើងនិងបើកពន្លឺជាថ្មីព្រះអាទិត្យធ្វើដំណើរចរមកកម្ពស់ចុងដងវងសัตว์ចេញពីចម្រោកទៅរកចំណីពពួកបក្សីផ្ដាំចេញពីសម្បុកទៅរកអាហារទាំងវងខ្លះស៊ីស្រូវតាមជង្រុកដែលគេត្រៀមសម្រាប់បរិភោគនារដូវវស្សានេះខ្លះចាប់ដង្កូវដើម្បីផ្ដល់ជាអាហារដល់កូនតូចរបស់ខ្លួនខ្លះទៀតពាំយកចំបើងនិងស្មៅដែលងាប់ធ្វើជាសម្បុកយ៉ាងប្រសេសប្រសាយពេញដើមឈើធំនៅតាមដងផ្លូវមានរទេះកង់និងម៉ូតូសង្ការេខ្លះធ្វើដំណើរតាមដងផ្លូវយ៉ាងកកកសិស្សសាលាកំពុងតែចេញដំណើរជាក្រុមដើម្បីទៅសិក្សារៀនសូត្រក្រេបយកចំណេះដឹងកសិករខ្លះកំពុងតែភ្ជួរស្រែត្បិតពីយប់មិញនេះមានភ្លៀងធំមិនខ្វះឡើយទឹកសម្រាប់ធ្វើស្រែក្មេងឃ្វាក្របីកំពុងតែដេញចាប់ក្តាមចាប់ត្រីយ៉ាងច្រើនកកកពាសពេញវាលស្រែដែលគេកំពុងតែភ្ជួរត្បិតកសិករមួយដែលធ្វើស្រែនៅតំបន់នេះក៏មានស្រែច្រើនអំពកដែរដែលអាចឲ្យក្មេងឃ្វាក្របីទាំងនោះចាប់ត្រីចាប់ក្តាមចាប់ពស់បានយ៉ាងសប្បាយរីករាយគ្មានខ្វល់ខ្វាយទៅនឹងទុក្ខលំបាកអ្វីសោះឡើយឯក្នុងវាលស្រែទាំងនោះទៀតសោតក៏សម្បូរទៅដោយត្រីក្តាមនិងពស់ប្រលិតប៉ុន្តែមិនត្រឹមតែមានពស់ប្រលិតទេវាអាចនឹងមានពស់ពឹសដូចជាពស់វែកក្របីវែករនាមផងដែរតែមិនប្រយ័ត្នទេច្បាស់ជានឹងគ្រោះថ្នាក់ធ្ងន់ជាក់ជាមិនខានប៉ុន្តែបើទោះជាពស់ទាំងនោះជាពស់វែកឬពស់កាចក៏ដោយពិតពុំរួចពីដៃនៃក្មេងទាំងនោះឡើយពស់វែកក៏ដោយតែរត់មិនលឿនច្បាស់ជាចូលឆ្នាំងសម្លរបស់ក្មេងៗទាំងនោះជាក់ជាមិនខានក្រឡេកមកមើលយុវជនរាជឯនេះវិញគេកំពុងតែដេកផ្អៀងបែរចំហៀងទៅខាងឆ្វេងនៅលើគ្រែផ្នែកខាងក្រោមផ្ទះរបស់ខ្លួនដោយអាការៈទ្រុឌទ្រោមនិងស្នាមរបួសត្បិតខ្លួនមានរបួសឈឺទ្រោមពេញខ្លួនក៏ពិតមែនប៉ុន្តែចិត្តនៅតែគិតដល់ការងារដែលខ្លួនធ្វើជារៀងរាល់ថ្ងៃនៅឯផ្ទះរបស់លោកមេឃុំពាក្យសម្ដីនៅក្នុងចិត្តថាតើអាត្មានេះបាននរណាយកគោនិងក្របីឲ្យទៅស៊ីស្មៅគេដកដង្ហើមធំនិងនិយាយតិចតែម្នាក់ឯងតើនៅពេលថ្ងៃត្រង់បាននរណាមើលស្រែថែចំការជូនលោកមេឃុំជាពិសេសចំការពោតគេបំរះខ្លួនបន្តិចនិងដកដង្ហើមធំម្ដងទៀតហើយក៏នឹកក្នុងចិត្តម្ដងទៀតថាតើអ្នកនាងរតនាកំពុងតែធ្វើអ្វីទៅណោះតើនាងសុខសប្បាយដែរឬទេព្រះទនគរធ្វើដំណើរចូលបោះចំហៀនឈានទៅមុខកាន់តែខ្ពស់ឡើងក្រឡេកទៅមើលភរិយាគ្រប់រូបកំពុងតែដាំស្លនិងចម្អិនបាយត្រៀមសម្រាប់ទុកឲ្យស្វាមីដែលទៅធ្វើការនៅឯស្រែនិងចំការបើនិយាយពីរឿងដាំស្លវិញពុំខ្វះឡើយត្រីសាច់បន្លែសម្រាប់បំពេញតម្រូវការមេផ្ទះគ្រប់រូប
ត្បិតរដូវនេះជារដូវទឹកឡើងជន់ខ្លាំងមិនខ្វះទេត្រីសម្រាប់បរិភោគក្រឡេកទៅមើលជុំវិញផ្ទះឯនោះវិញទៀតសោតក៏ពុំខ្វះឡើយបន្លែធម្មជាតិដូចជាស្លឹកបាសត្រួយល្ពៅត្រួយអំពិលត្រួយស្អំផ្លែត្រឡាចឃ្លោកក៏ពុំខ្វះដែរឯប្រភេទវារីរុក្ខជាតិវិញក៏រឹតតែសម្បូរមិនខ្វះឡើយទេព្រោះនៅឯបឹងឯនោះដុះយ៉ាងស្អិចស្កះដោយត្រកួនកញ្ឆែតកំប្លោករលិតនិងរំចង់ក្រឡេកទៅមើលដើមឈូកឯនោះវិញក៏ទើបតែបញ្ចេញក្រអៅមកថ្មីខ្ចីល្វក់បើនិយាយអំពីរឿងវារីរុក្ខជាតិទាំងនេះធ្វើឲ្យខ្ញុំនឹកឃើញមុនគេនោះគឺទឹកគ្រឿងអន្លក់ខ្ចីប្រសិនបើបានបន្ថែមជាមួយនឹងផ្លែត្រសក់ពី3ស្ពៃបន្តិចផ្ដាប់នៅនងស្ងោរបន្តិចនិយាយពីថាអើយចាប់មាត់តែម្ដងហើយមើលទៅវិលត្រឡប់មករកយុវជនរាជឯនេះវិញគេកំពុងតែដេករងការឈឺចាប់ដោយស្នាមរបួសក៏ស្រាប់តែមានសម្លេងបុរសម្នាក់សួរទៅកាន់គេថាយ៉ាងម៉េចហើយបានធូរខ្លះទេរាជបំរាស់ខ្លួនបន្តិចនិងក៏លេចភ្នែកទៅមើលទីតាំងនៃសម្លេងបានពើប្រទះភ្នែកជាមួយនឹងវិចិត្រដែលឈរមើលគេដោយក្តីបារម្ភរមដោយដៃមានយួរចានស្រាក់មួយយួរផងដែររាជដកដង្ហើមធំបន្តិចនិងនិយាយទៅកាន់វិចិត្រថារបួសដូចជាមិនហើមធំទេប៉ុន្តែវាហាក់បីដូចជាឈឺខ្លាំងនេះប្រហែលជាមកពីប្រេះឆ្អឹងឬមួយយ៉ាងណាក៏មិនទាន់ដឹងដែរវិចិត្រអោននឹងយកដៃទៅស្ទាបស្មារបស់យុវជនថ្នមហើយក៏បន្តនិយាយថាខ្ញុំស្គាល់គ្រូខ្មែរម្នាក់គាត់មានឈ្មោះថាលោកតាយ៉ាន់គាត់ចេះតឆ្អឹងដែលបាក់ពូកែណាស់ខ្ញុំនឹងហៅគាត់ឲ្យមកមើលឯងនៅល្ងាចនេះរវល់តែនិយាយសឹងតែនឹងភ្លេចរៀបម្ហូបឲ្យឯងបរិភោគទៅហើយវិចិត្របន្តនិយាយថាណែគ្នាយកបាយនិងសម្លមកឲ្យឯងបរិភោគថ្ងៃនេះម្ដាយគ្នាគាត់ធ្វើទឹកគ្រឿងអន្លក់ខ្ចីគ្នាសង្ឃឹមថាឯងនឹងពេញចិត្តនៅម្ហូបនេះតែម្ដងនិយាយរួចវិចិត្រផ្ដើមទៅយកចាននិងស្លាបព្រានៅឯផ្ទះបាយខាងលើផ្ទះរបស់រាជចុះមកក្រោមហើយក៏ផ្ដើមផ្ទេរបាយសម្លពីចានស្រាក់ដាក់ទៅលើចានរបស់រាជទឹកគ្រឿងអន្លក់ខ្ចីធ្វើឡើងអំពីត្រីផ្ទក់មានសណ្តែកដីលាយគ្រឿងយ៉ាងឈ្ងុយឆ្ងាញ់ដោយស្នាដៃខ្មែរបើក៏លេចទៅមើលអន្លក់ឯនោះវិញទៀតសោតក៏សម្បូរទៅដោយអន្លក់ខ្ចីដូចជាត្រសក់រលិតស្ដៅកំប្លោកអ្វីដែលកាន់តែពិសេសជាងនេះទៀតនោះគឺត្រកួននិងក្តឹបននងស្រស់មើលទៅទំនងដល់ហើយមុននេះបន្តិចខ្ញុំទើបតែនិយាយរៀបរាប់អំពីអន្លក់ផ្សេងដែលដុះនៅតាមជុំវិញផ្ទះនិងដុះតាមបឹងស្រាប់តែពេលនេះតួអង្គរបស់យើងបានបរិភោគទឹកគ្រឿងអន្លក់ខ្ចីយ៉ាងពិតប្រាកដមែននេះធ្វើឲ្យខ្ញុំស្រក់ទឹកមាត់កាន់តែខ្លាំងហើយនេះអាចនិយាយបានថាអ្នកជំងឺរបស់យើងពិតជាមិនស្គមឡើយដោយពាក្យចាស់លោកថាមែនឈឺជើងនិងឈឺដៃធាត់ប៉ុន្តែបើឈឺមាត់គឺស្គមរាជឈឺតែស្មាទេតើ
ប៉ុន្តែមាត់អាចទំពាបាននៅឯផ្ទះលោកមេឃុំឯនេះវិញក៏បានដាំស្លដោយកសិករដទៃដែរនាងមុំគឺជាមនុស្សតែម្នាក់គត់ដែលដាំស្លនៅផ្ទះលោកមេឃុំហើយលោកមេឃុំក៏ពុំដែលភ្លេចកម្មករដ៏កំសត់របស់ខ្លួនដែរគឺគាត់តែងតែឲ្យនាងមុំយកឲ្យរាជជារឿយថ្ងៃនេះក៏ស្របពេលជាមួយនឹងវិចិត្រដែរគ្រាន់តែវិចិត្រយកបាយសម្លមកដល់មុននាងមុំយកមកឲ្យនៅពេលក្រោយបន្តិចតែប៉ុណ្ណោះថ្ងៃនេះនាងមុំបានស្លកកូជាមួយនឹងគោមត្នោតយ៉ាងឈ្ងុយឆ្ងាញ់ស្រុកខ្លះគេស្លដោយប្រើគោមដូងឯស្រុកខ្លះទៀតគេនិយមស្លដោយប្រើគោមត្នោតនៅឯស្រុកខ្ញុំឯនេះវិញគោមត្នោតក៏បានគោមដូងក៏បានគឺស្លបានតែទាំងពីរនឹងគ្រាន់តែគោមត្នោតគឺជារបស់ដែលកម្រហើយឆ្ងាញ់ជាងគោមដូងតែប៉ុណ្ណោះពីព្រោះថាដើមត្នោតនៅស្រុកខ្ញុំគេកម្រនឹងកាប់ចោលណាស់អាស្រ័យហេតុនេះហើយទើបធ្វើឲ្យពិបាកនៅក្នុងការរកដើម្បីយកមកស្លព្រោះដើមត្នោតបានបញ្ជាក់អំពីអត្តសញ្ញាណនៃដើមឈើរបស់ជាតិខ្មែរផងហើយវាក៏បានផ្ដល់ផលប្រយោជន៍ដ៏ច្រើនចំពោះប្រជាកសិករទាំងឡាយផងបើនិយាយពីដើមត្នោតវិញបានផ្ដល់ប្រយោជន៍ច្រើនណាស់ដល់មនុស្សមិនថាឡើយស្លឹកផ្លែផ្កានិងដើមឡើយបើយើងនិយាយអំពីស្លឹករបស់ត្នោតវិញគេអាចយកទៅធ្វើជាមួកក្រងធ្វើជាដំបូលសម្រាប់ប្រក់ផ្ទះហើយគេក៏អាចយកស្លឹកនោះទៅវេចនំបានផងដែរបើនិយាយរួមទៅមិនថាឡើយផ្កាផ្លែសុទ្ធសឹងតែមានប្រយោជន៍ខ្ញុំមិនបានរៀបរាប់ឲ្យវែងឆ្ងាយអំពីផលប្រយោជន៍នៃដើមត្នោតនេះឡើយនៅពេលណាដែលខ្ញុំទំនេរចាំខ្ញុំរៀបរាប់អំពីដើមត្នោតនេះទាំងអស់ចូលមករឿងរ៉ាវរបស់យើងវិញនាងមុំស្លកកូយ៉ាងឈ្ងុយឆ្ងាញ់និយាយពីបន្លែវិញក្រៅពីគោមត្នោតនាងក៏មានបន្លែសពគ្រប់បែបយ៉ាងដូចជាស្លឹកបាសរួយផ្កានិងផ្លែល្ពៅល្ហុងខ្ចីផ្ទីប្រមាត់ដីមានសពគ្រប់បែបយ៉ាងជាពិសេសអង្ករលីងដែលលាយគ្រឿងយ៉ាងពិសេសរីឯសាច់វិញគឺនាងប្រើដោយត្រីអណ្ដែងស្រស់គ្រាន់តែបើកគម្របឆ្នាំងភ្លាមធ្វើឲ្យអ្នកជិតខាងមានក្លិនឈ្ងុយស្រក់ទឹកមាត់តក់តែម្ដងជាការពិតណាស់ដោយដែលខ្ញុំបានជម្រាបមុននេះបន្តិចអញ្ចឹងសម្លកកូដ៏ឆ្ងាញ់នេះលោកមេឃុំពិតពុំភ្លេចឡើយកម្មករកំសត់របស់ខ្លួនលោកបានឲ្យនាងមុំយកសម្លនោះមកឲ្យរាជផងដែរក្រឡេកមកមើលកំឡោះទាំងពីរនាក់ឯនេះវិញខណៈពេលដែលរាជកំពុងតែហូបបាយជាមួយនឹងទឹកគ្រឿងអន្លក់ខ្ចីយ៉ាងឆ្ងាញ់ស្រាប់តែមានសំណួរមួយលេចឡើងពីមាត់វិចិត្រខណៈពេលដែលនាងមុំបានមកដល់ដោយពួកគេពុំដឹងខ្លួនថាយ៉ាងម៉េចហើយរាជបុប្ផាមួយតងដែលឯងប្រាថ្នានឹងបេះតើឯងអាចឈានចាប់បានទេនាងមុំញញឹមដោយក្តីសង្ឃឹមនិងអឹមអៀនបន្តិចព្រមដោយរងចាំស្ដាប់សំណួរនិងចម្លើយបន្តវិចិត្រដកដង្ហើមធំបន្តិច
និងបន្តនិយាយទៅកាន់រាជថាគ្នាគិតថាឯងគួរតែបោះបង់ទៅព្រោះភ្នំពោះរាជដកដង្ហើមធំប្រៀបបីដូចជាមនុស្សដែលកំពុងតែយកទ្រូងត្រនឹងរបស់ដែលធ្ងន់នេះគឺធ្ងន់រហូតដល់រើពុំរួចបានឆ្លើយតបទៅកាន់វិចិត្រថាផ្កាមួយតងដែលរុំព័ទ្ធទៅដោយរបងនៃបន្លាលួសមកដល់ត្រឹមនេះនាងមុំដឹងភ្លាមថានារីនោះពិតពុំមែនជាខ្លួនឡើយនាងបដូរទឹកមុខពីស្នាមញញឹមទៅជាក្រៀមក្រំលាយឡំជាមួយនឹងទឹកភ្នែកផ្ដាំស្រក់នៅលើផែនថ្ពាល់បិទនាងបានដឹងខ្លួនច្បាស់ថានារីដែលរាជប្រាថ្នាមិនមែនជានាងប៉ុន្តែនាងនៅតែមិនទាន់ជឿជាក់ក៏រងចាំស្ដាប់បន្តទៅទៀតរាជដួសបាយដាក់ក្នុងមាត់មួយម៉ាត់និងចាប់យកត្រកួនស្ងោរជ្រលក់ជាមួយនឹងទឹកគ្រឿងដាក់ក្នុងមាត់ផ្លាប់ហើយបន្តនិយាយថារតនាគេឆ្មាំងឆ្មៃណាស់នាងមើងងាយអ្នកក្រណាស់នាងហាក់បីដូចជាស្អប់ខ្ញុំណាស់ប៉ុន្តែចិត្តនិងបេះដូងរបស់ខ្ញុំមិនដឹងថាជាមានហេតុអ្វីទេប្រាថ្នាធំដល់ម្លឹងដល់ដំណាក់កាលនេះហើយគ្នាមិនដឹងគិតយ៉ាងណាទេប៉ុន្តែគ្រាន់តែដឹងថាបើទោះបីជាស្លាប់ក៏គ្នាមិនបោះបង់ដែរនាងមុំឮដូច្នោះស្ទើរគាំងបេះដូងដើរទៅមុខក៏ពុំរួចទៅក្រោយក៏ពុំរួចទឹកភ្នែកចាប់ផ្ដើមស្រក់លើផែនថ្ពាល់ហូរចូលមកដល់មាត់ស្របពេលជាមួយគ្នានឹងនោះរាជនិងវិចិត្ររលែកទៅមើលនាងកំពុងតែយួរចានស្រាក់ដែលផ្ទុកទៅដោយបាយនិងសម្លកកូរកុំថ្នោតយ៉ាងឈ្ងុយក្លិនយ៉ាងប្រហើររាជនិងវិចិត្ររៀងស្រឡាំងកាំងបន្តិចក៏សួរទៅកាន់មុំថាតើមុំមកដល់តាំងពីពេលណាមកមិនឲ្យដំណឹងបន្តិចសោះស្ងាត់ស្រាប់តែឃើញមុខតែម្ដងរាជបន្តសួរទៅកាន់មុំដោយឃើញមុខស្រពោនតើមុំមានរឿងអ្វីមែនទេបានជាមុខស្រពោនម្ល៉េះនាងមុំឈរភ្លឹកអស់មួយសន្ទុះស្រាប់តែភ្ញាក់ព្រឺពេលឮសំណួររបស់រាជនាងធ្វើដូចជាធម្មតាហើយក៏ឆ្លើយទៅកាន់រាជថាខ្ញុំអាណិតបងនិងបារម្ភពីបងពេកនឹងណាត្បិតថាបងមានរបួសធ្ងន់ធ្ងរហើយអ្វីដែលខ្ញុំកាន់តែអាណិតបងទៀតនោះគឺបងកំព្រាឪពុកម្ដាយនាងយកដៃជូតទឹកភ្នែកដែលស្រក់លើផែនថ្ពាល់បន្តិចហើយក៏ផ្ដើមនិយាយបន្តទៀតថាខ្ញុំក៏ជាកូនដែលកំព្រាឪពុកម្ដាយតាំងតែពីតូចដែរប៉ុន្តែមិនដឹងយ៉ាងម៉េចខ្ញុំមានអារម្មណ៍ថាអាណិតបងរាជខ្លាំងនេះបងលោកអ៊ំមេឃុំផ្ញើបាយនិងសម្លមកឲ្យបងនិយាយរួចនាងមុំបានហុចចានស្រាក់ឲ្យទៅរាជដោយសកម្មភាពពន់ភ្លន់និងដើរចេញពីទីនោះដោយអាការៈបិទបាំងភាពឈឺចាប់ធ្វើដូចជាមិនមានរឿងអ្វីកើតឡើង
គ្រាន់តែមកដល់ផ្ទះលោកមេឃុំភ្លាមនាងមុំរត់ឡើងទៅលើផ្ទះចូលទៅសំងំក្នុងបន្ទប់គ្មានមាត់កអ្វីបន្តិចឡើយនាងអង្គុយត្របោមក្បាលជង្គង់អោនមុខជ្រុកជុំតែម្នាក់ឯងដោយគ្មាននរណាម្នាក់ដឹងពីទុក្ខលំបាកនិងក្តីឈឺចាប់រៀបបីដូចជាភ្នំសង្កត់នេះឡើយក្តីអាណិតក៏នៅតែមានជារៀងដរាបពីនាងទៅកាន់រាជក្តីស្រឡាញ់ក៏កាន់តែរីកធំឡើងជាលំដាប់ឯការឈឺចាប់ក៏រត់តែរីកកើនឡើងជាលំដាប់ខ្លាំងមកកាន់ខ្លួននាងបិទនាងបានដឹងច្បាស់ថារាជមាននារីដែលនៅក្នុងដួងចិត្តរបស់គេទៅហើយនារីនោះទៀតសោតក៏ជាម្ចាស់ស្រីរបស់ខ្លួនទៀតណាមួយអាណិតរាជត្រង់នាងរតនាតែងតែនិយាយពាក្យពំរុះកំរើយទៅកាន់គេតែងតែមើងងាយនិងឆ្មាំងឆ្មៃដាក់រាជណាមួយឈឺចាប់នឹងខ្លួនឯងដែលមិនបានទទួលក្តីស្រឡាញ់ពីរាជទឹកភ្នែកដែលស្រក់មកលើផែនថ្ពាល់របស់នាងម្ដងហើយម្ដងទៀតច្រាវប្រៀបបីដូចជាទឹកដែលបាក់ទំនប់នាងម្ដងដេកផ្កាប់មុខយំនៅលើគ្រែម្ដងមកអង្គុយយំត្របោមក្បាលជង្គង់នៅក្បែរបន្ទប់មាត់ទ្វារតើមាននរណាម្នាក់ដែលយល់ពីជម្រៅដួងចិត្តដែលមុំបានលួចស្រឡាញ់ទៅរាជតើមាននរណាខ្លះដែលយល់អារម្មណ៍មួយនេះ